ការធ្វើទីផ្សារលើបណ្ដាញសង្គមទាំងអស់គ្នាដែលយើងស្គាល់ថាការប៊ូតឬក៏ការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ឬក៏ TikTok ឬ Instagram YouTube អីហ្នឹងណាទាំងអស់ហ្នឹងតើសំខាន់ខ្លាំងក្នុងអាជីវកម្មបច្ចុប្បន្នយើងនឹងប៉ុណ្ណាអូខេទាំងអស់គ្នាតាក់ទងជាមួយនឹងការធ្វើទីផ្សារលើ Facebook នេះដែលខ្ញុំនិយាយខ្លីៗណាឬក៏ TikTok នេះគឺវាសំខាន់ខ្លាំងបំផុតហ្មងណាទាំងអស់គ្នាសម្រាប់អាជីវកម្មក្នុងឆ្នាំ2026នេះនឹងមូលហេតុអីទាំងអស់គ្នាកាលពីសម័យមុននៅពេលដែលយើងគិតដល់ការផ្សព្វផ្សាយយើងគិតដល់ការផ្សព្វផ្សាយបែប offline បែបរបៀបថាចែកខិត្តប័ណ្ណឬក៏យើង print ជា sticker យើងដើរបិទតាមដើមឈើឬក៏ផ្សព្វផ្សាយតាមទូទស្សន៍អាហ្នឹងមួយចំណាយច្រើនណាហើយពេលខ្លះទៅអត់សូវល្អទេប៉ុន្តែបច្ចុប្បន្ននេះយើងមានបណ្ដាញសង្គមដែលមានមនុស្សលេងច្រើនណា Facebook TikTok អីហ្នឹងអញ្ចឹងការផ្សព្វផ្សាយនៅលើហ្នឹងគឺវាចំណាយតិចឧទាហរណ៍ថាក្នុងនាមយើងជាអ្នកបើកមុខរបរបើសិនជាយើងអត់ធ្វើទីផ្សារលើបណ្ដាញសង្គមយើងផ្សព្វផ្សាយធម្មតាចាំតែភ្ញៀវមកញ៉ាំហើយទៅប្រាប់តគ្នាបងប្អូនអត់ដឹងថាពេលណាទើបរួចដើមទេទាំងអស់គ្នាអើយពិបាកណាស់សន្សំភ្ញៀវយូរណាស់អញ្ចឹងទី1ហ្នឹងគឺការធ្វើទីផ្សារលើបណ្ដាញសង្គមនេះគឺដូចយើងបើកអាជីវកម្មថ្មីយើងត្រូវការធ្វើទីផ្សារលើបណ្ដាញសង្គមដើម្បីជួយឲ្យគេស្គាល់ទីតាំងយើងឲ្យគេស្គាល់តាក់ទងជាមួយនឹងអាជីវកម្មយើងនៅកន្លែងណាអាជីវកម្មយើងធ្វើអីយើងមានអីយើងផ្សព្វផ្សាយឲ្យគេដឹងអាហ្នឹងមួយបើរងចាំភ្ញៀវមកគឺចប់ហើយបងប្អូនយើងរកស៊ីអត់ទាន់គេទេហើយមួយទៀតចំណុចទី2ណាការធ្វើទីផ្សារលើបណ្ដាញសង្គមនេះមិនមែនធ្វើមកជារូបភាពផ្សព្វផ្សាយទេអ្នកខ្លះគាត់គិតថាជាពិសេសអាជីវកម្មជើងចាស់គិតថាអូខ្ញុំល្បីមក10ឆ្នាំហើយ20ឆ្នាំហើយ30ឆ្នាំហើយអ្នកណាក៏គេស្គាល់ខ្ញុំដែរក្នុងតំបន់នេះអូខេប៉ុន្តែបងប្អូនក្នុងសម័យកាលនេះអត់ដូចពីមុនទេតោះនេះទៅចាំថាការដែលគេមកញ៉ាំនៅកន្លែងយើងណាពេលខ្លះទៅតើតែគេនឹកឃើញមកគេមកញ៉ាំឧទាហរណ៍ថាហាងមានច្រើនណាហាងកាទៀវវាមានកាទៀវច្រើនណាពេលខ្លះទៅការញ៉ាំរបស់មនុស្សយើងម្នាក់គាត់ភ្លេចបងប្អូនគាត់ធ្លាប់តែញ៉ាំនៅនេះគាត់ច្រឡោះហាងយើងអញ្ចឹងទៅគាត់អត់បានមកហាងយើងក៏ឡើងទៅហាងផ្សេង2ទៅ3កន្លែងនេះទៀតអញ្ចឹងទៅអញ្ចឹងការធ្វើទីផ្សារលើបណ្ដាញសង្គមនៅចំណុចនេះប្រៀបដូចជារំលឹកអតិជនអញ្ចឹងឧទាហរណ៍ថាមនុស្សយើងភ្ញៀវរបស់យើងគាត់តែងតែអូស Facebook លេងទៅពេលដែលអូស Facebook លេងសុកអូសទៅឃើញលោតចេញពាណិជ្ជកម្មវីដេអូយើងគាត់ថាយើងមានវីដេអូគេផ្សព្វផ្សាយពីហាងយើងអូហាងបាយមួយកន្លែងនេះហាងកាទៀវមួយកន្លែងនេះលក់ដាច់មែនតែនឆ្ងាញ់ចុះយើងណាឃើញវីដេអូហ្នឹងយើងគិតថាអូហាងនេះយើងទៅញ៉ាំរហូតតែមួយរយៈនេះភ្លេចទៅញ៉ាំស្អែកឡើងចេញឡានចេញម៉ូតូទៅញ៉ាំកន្លែងហ្នឹងបាត់អញ្ចឹងបងប្អូនពេលខ្លះយើងអត់បានធ្វើទីផ្សារអញ្ចឹងទៅភ្ញៀវពេលគាត់វាក់គាត់ភាំងគាត់ភ្លេចតែខានទៅញ៉ាំកន្លែងយើងពេលខ្លះមួយខែដាច់ភឹងតាមពិតទៅមិនមែនគាត់មិនកន្លែងយើងអត់ឆ្ងាញ់ទេគាត់ថាកន្លែងផ្សេងឆ្ងាញ់កន្លែង3 4ទៀតឆ្ងាញ់គេកន្លែងញ៉ាំកន្លែង2 3កន្លែងនោះគេភ្លេចយើងអញ្ចឹងយើងត្រូវការតែរំលឹកអាហ្នឹងអត់មានខ្វល់រឿងយើងគេស្គាល់រហូតឆ្នាំទេត្រូវតែរំលឹកគេរហូតអញ្ចឹងបានយើងឃើញក្រុមហ៊ុនធំបងប្អូនដូចជាប្រភេទក្រុមហ៊ុន Smart អីហ្នឹង Cell Card គេកាន់តែធំគេនៅតែធ្វើទីផ្សារឬក៏ហាងអាហារច្រើនណាគេនៅធ្វើទីផ្សាររហងៃតោះនេះឆ្ងល់ហើយបានគេធ្វើរហងៃចឹងមែនគេមិនទាន់មានតែគេស្គាល់ណាអត់ទេអញ្ចឹងការធ្វើទីផ្សារលើបណ្ដាញសង្គមនោះនេះត្រូវតែចំណាយលុយធ្វើខ្ញុំតែនិយាយទៅតងមកការងាររកស៊ីខ្ញុំតែដាក់ចំណុចនឹងចូលរហូតត្រូវតែដាក់ចំណាយលុយជាមួយវាទាំងអស់គ្នាបើសិនជាទាំងអស់គ្នាប្រើបុគ្គលិកម្នាក់ចំណាយ150តោះនេះត្រូវតែហ៊ានចំណាយលើ marketing អាធ្វើទីផ្សារហ្នឹង$100ទៅ150ដែរជារៀងរាល់ខែពោះអានកន្លែងចំណុចហ្នឹងចំណាយឡើយហ្នឹងគឺបានចំណូលទាំងអស់គ្នាចំណាយកន្លែងអាទីផ្សារនេះគឺបានចំណូលមកវិញបង្កើនចំណូលឲ្យយើងបើយើងចំណាយលើបុគ្គលិកកម្លាំងពលកម្មគាត់ថាធ្វើឲ្យការងារយើងស្រួលជាងមុននេះបង្កើនចំណូលដូចនេះប៉ុន្តែអានេះបង្កើនការលក់បង្កើនចំណូល marketing ទាំងអស់គ្នាអញ្ចឹងគិតសារឡើងវិញឲ្យព្យាយាមស្ដាប់ចំណុចរបស់ខ្ញុំទាំងពីរចំណុចហ្នឹងតើការធ្វើទីផ្សារលើបណ្ដាញសង្គមហ្នឹងវាសំខាន់ប៉ុណ្ណាសម្រាប់អាជីវកម្មយើងបច្ចុប្បន្នអរគុណច្រើន